អ្នកមានចាក់ខុសវិស័យវែងឆ្ងាយពួកគេធ្វើអ្វីដើម្បីស្ថិរភាពភាពរឹងមាំនិងភាពគង់វង្សយូរអង្វែងចំណែកអ្នកក្រវិញពួកគេមើលឃើញចិត្តគិតឃើញខ្លីៗហើយធ្វើអ្វីដើម្បីបានភ្លាមទោះជាលទ្ធផលតូចតាចយ៉ាងណាក៏ដោយដូច្នេះហើយទើបយើងឃើញថាពួកគេនៅតែអត់រហែមរហូតតទៅនេះយើងនឹងនិយាយអំពីភាពខុសគ្នារវាងអ្នកមានចក្ខុវិស័យវែងឆ្ងាយនិងអ្នកដែលអត់មានចក្ខុវិស័យដែលពួកគេនឹងក្លាយទៅជាអ្នកមាននិងអ្នកក្រអ្នកមានចង់មានយ៉ាងស្ងៀមស្ងាត់អ្នកក្រចង់មានយ៉ាងតក់ក្រហល់ពួកគេធ្វើអ្វីដើម្បីផលប្រយោជន៍រយៈពេលខ្លីពួកគេនឹងធ្វើអ្វីដែលអាចនាំឲ្យគេទទួលបានលុយភ្លាមដោយមិនគិតអំពីផលវិបាកទៅថ្ងៃក្រោយយ៉ាងណានោះទេអ្នកមានចង់មានយ៉ាងស្ងៀមស្ងាត់ពួកគេចង់បានផលប្រយោជន៍វែងឆ្ងាយដូច្នេះពួកគេខិតខំកសាងមូលដ្ឋានគ្រឹះដើម្បីឲ្យមានភាពរឹងមាំជាសំខាន់ពួកគេមិនគិតផលប្រយោជន៍ភ្លាមនោះទេពួកគេគិតផលប្រយោជន៍យូរអង្វែងអ្នកក្រចាប់ផ្ដើមរកលុយនៅថ្ងៃនេះចង់មាននៅថ្ងៃស្អែកអ្នកមានចាប់ផ្ដើមរកលុយនៅថ្ងៃនេះថ្ងៃស្អែកខិតខំកាន់តែខ្លាំងហានស្អែកពង្រឹងឲ្យមាំថ្ងៃបន្ទាប់ពង្រីកទៅកាន់តែធំថ្ងៃអនាគតមានប្រភពចំណូលដែលមានស្ថិរភាពថ្ងៃនោះហើយទើបក្លាយជាអ្នកមានយកចិត្តទុកដាក់កសាងមូលដ្ឋានគ្រឹះអ្នកក្រមិនបានបារម្ភនឹងយកចិត្តទុកដាក់កសាងគ្រឹះឲ្យរឹងមាំជាសំខាន់នោះទេពួកគេគិតតែពីរឿងសង់ផ្ទះឲ្យបានខ្ពស់និងធំដោយមិនខ្វល់ខ្វាយអំពីការដួលរលំឡើងអញ្ចឹងហើយបានជាពួកគេសង់មិនបានខ្ពស់តាមប្រាថ្នាពួកគេរកលុយបានច្រើនកាលណាក៏ខាតបង់ទៅវិញអស់កាលនោះដែរចំណែកអ្នកមានពួកគេយកចិត្តទុកដាក់កសាងមូលដ្ឋានគ្រឹះជាសំខាន់ពីព្រោះពួកគេចង់សង់ផ្ទះទ្រព្យធំខ្ពស់ដូច្នេះហើយពួកគេយកចិត្តទុកដាក់បុកគ្រឹះឲ្យជ្រៅនិងរឹងមាំបំផុតពួកគេចង់មានមហាសាលពួកគេយកចិត្តទុកដាក់កសាងមូលដ្ឋានគ្រឹះនៃភាពជាអ្នកមានបានពោលគឺសមត្ថភាពនិងចំណេះដឹងខាងទ្រព្យសម្បត្តិដូច្នេះហើយទើបពួកគេអាចក្លាយទៅជាអ្នកមានមហាសាលនិងរឹងមាំថិតថេរអ្នកមានកសាងគុណភាពអ្នកក្រចង់មានឆាប់ពួកគេគិតតែពីរឿងផលិតឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានព្រោះគិតថាកាលណាគេផលិតបានច្រើនគេអាចលក់បានច្រើននិងចំណេញច្រើនប៉ុន្តែការពិតទៅនៅពេលដែលពួកគេគិតតែពីបរិមាណគឺពួកគេមិនបានកសាងគុណភាពធ្វើឲ្យទំនិញរបស់ពួកគេមានគុណភាពអត់អតិថិជនទិញតែម្ដងក៏ផ្អាកការគាំទ្រទៅវិញដូច្នេះពួកគេមិនបានចំណេញច្រើននោះទេគឺចំណេញរយៈពេលខ្លីបំផុតចំណែកអ្នកមានវិញពួកគេចង់ចំណេញច្រើននិងយូរអង្វែងដូច្នេះពួកគេខិតខំកសាងគុណភាពទំនិញរបស់ពួកគេជាសំខាន់ពិតណាស់ធ្វើដូច្នេះក្នុងរយៈពេលដំបូងអាចនឹងធ្វើឲ្យគេខាតសិនឬចំណេញតិចតែនៅពេលបន្ទាប់ពួកគេនឹងចំណេញច្រើនជាប្រចាំនិងខិតខេយូរអង្វែងផងដែរព្រោះអតិថិជនទិញហើយទិញទៀតគឺទិញជាប្រចាំគាំទ្រជារៀងរហូតអ្នកមានធ្វើអ្វីសម្រាប់មនុស្សជាតិអង្គរវត្តមិនមែនសាងសង់ឡើងសម្រាប់តែស្ដេចទេប៉ុន្តែស្ដេចដែលបានសាងសង់ឡើងនោះមានចក្ខុវិស័យវែងឆ្ងាយគឺសម្រាប់ជាកេរដំណែលមនុស្សជាតិគ្រប់ជំនាន់ហើយក៏មិនមែនសម្រាប់តែប្រជាជនខ្មែរនោះដែរគឺសម្រាប់មនុស្សជាតិទូទាំងផែនដីអ្នកក្រធ្វើអ្វីបណ្ដោះអាសន្នដើម្បីទាញយកប្រយោជន៍ក្នុងជីវិតរបស់ខ្លួនចំណែកអ្នកមានធ្វើអ្វីយ៉ាងរឹងមាំនិងមានគុណតម្លៃសម្រាប់សង្គមជាតិនិងមនុស្សជាតិទាំងមូលអ្នកលក់គ្រឿងញៀនគិតតែពីប្រយោជន៍ខ្លួនឯងហើយមិនខ្លាចក្រែងបំផ្លាញប្រយោជន៍នឹងជីវិតអ្នកដទៃអ្នករកស៊ីបំផ្លាញព្រៃឈើគិតតែពីប្រយោជន៍ខ្លួនឯងហើយបំផ្លាញប្រយោជន៍អ្នកដទៃសង្គមនិងផែនដីតើពួកនេះអាចក្លាយទៅជាអ្នកមានយូរអង្វែងបានឬទេសូមចាំថាការរកស៊ីអ្វីក៏ដោយបើធ្វើឡើងដើម្បីតែប្រយោជន៍ខ្លួនឯងហើយបំផ្លាញមនុស្សជាតិនោះមនុស្សជាតិនឹងមិនគាំទ្រឲ្យបន្តជីវិតរស់នៅបានយូរអង្វែងឡើយផ្ទុយទៅវិញអ្វីក៏ដោយដែលចំការដល់សង្គមជាតិនិងមនុស្សជាតិពួកគេនឹងបន្តការគាំទ្រឲ្យមានដំណើរការជារៀងរាល់អ្នកមានធ្វើអ្វីដើម្បីគុណតម្លៃសង្គម Mark Zuckerberg បាននិយាយថា Facebook មិនមែនបង្កើតឡើងដើម្បីតែលុយនោះទេគឺបង្កើតឡើងដើម្បីគុណតម្លៃនៃសង្គមហើយគេយកខ្លែងផ្សព្វផ្សាយពាណិជ្ជកម្មគ្រាន់តែដើម្បីទ្រទ្រង់ដំណើរការតែប៉ុណ្ណោះសូមពិចារណាមើលថា
តែ Facebook ពិតជាផ្ដល់គុណតម្លៃដល់សង្គមមែនដែរទេពិតណាស់វាពិតជាផ្ដល់តម្លៃសង្គមយ៉ាងច្រើនមហិមាវាធ្វើឲ្យមនុស្សម្នាទូទាំងពិភពលោកនៅជិតគ្នាដឹងរឿងរ៉ាវពីគ្នាទៅវិញទៅមកអ្នកដឹកនាំប្រទេសនៅគៀកនឹងប្រជាពលរដ្ឋដឹងពីសុខទុក្ខពិតប្រាកដរបស់ប្រជាពលរដ្ឋមនុស្សទូទាំងពិភពលោកអាចចែករំលែកព័ត៌មាននិងចំណេះដឹងផ្សេងៗគ្រប់ពេលវេលា24ម៉ោងក្នុង24ម៉ោងនិង7ថ្ងៃក្នុងមួយសប្តាហ៍គ្មានពេលណាមួយដែលអ្នកចែករំលែកសម្រាប់នោះទេវាជាមធ្យោបាយដ៏ល្អក្នុងការរកសម្លេងគាំទ្រវាជាមធ្យោបាយនៃការផ្សព្វផ្សាយផលិតផលនិងជាមធ្យោបាយប្រឹក្សាឬដោះដូរបានរាប់លានមតិយោបល់ដូច្នេះហើយបានជា Facebook ត្រូវបានទទួលការគាំទ្រពីសំណាក់មនុស្សម្នារាប់ពាន់លាននាក់នៅទូទាំងពិភពលោកគ្មានថ្ងៃស្រកស្រត់ឡើងកាលណាយើងធ្វើអ្វីៗដើម្បីតែលុយយើងនឹងទទួលបានលុយតិចបំផុតព្រោះគ្មានអ្នកណាចង់ផ្ដល់លុយដល់យើងនោះទេផ្ទុយទៅវិញពួកគេចង់បានគុណប្រយោជន៍ដូច្នេះបើយើងធ្វើអ្វីៗដើម្បីជាប្រយោជន៍ចំពោះពួកគេពលគឺធ្វើឲ្យមនុស្សជាតិចំណេញប្រាក់សន្សំបានច្រើនងាយស្រួលចំណេញពេលវេលានិងធ្វើឲ្យមានអារម្មណ៍រីករាយមានសេចក្តីសុខចម្រុងចម្រើនរុងរឿងយើងនឹងក្លាយទៅជាអ្នកមានដោយស្វ័យប្រវត្តិហើយមហាជននឹងអរគុណយើងនិងចងចាំឈ្មោះយើងជានិច្ចលោក Mark Zuckerberg និយាយថាគោលដៅរបស់ខ្ញុំគឺមិនមែនគ្រាន់តែបង្កើតក្រុមហ៊ុនមួយតែប៉ុណ្ណោះទេមានមនុស្សជាច្រើនបានបកស្រាយទៅលើប្រយោគខាងលើថាបើខ្ញុំមិនខ្វល់អំពីប្រាក់ចំណូលឬប្រាក់ចំណេញឬរឿងមួយក្នុងចំណោមរឿងទាំងនោះទេតែខ្ញុំបង្កើតក្រុមហ៊ុនមកធ្វើអ្វីប៉ុន្តែអ្វីដែលមិនមែនគ្រាន់តែជាក្រុមហ៊ុនមួយរបស់ខ្ញុំនោះមានន័យថាកសាងអ្វីមួយដែលពិតជាធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងធំធេងពិតប្រាកដដល់ពិភពលោករីឯលោក Larry Page សហស្ថាបនិកក្រុមហ៊ុន Google និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Alphabet Inc. បាននិយាយថាប្រសិនបើយើងត្រូវបានជំរុញលើកទឹកចិត្តដោយសារតែប្រាក់យើងនឹងត្រូវបានលក់ក្រុមហ៊ុនមួយនេះជាយូរមកហើយប្រហែលជាបានដើរលំហែកំសាន្តតាមឆ្នេរសមុទ្រមកទៅហើយបាទខ្ញុំសូមបញ្ចប់អត្ថបទត្រឹមប៉ុណ្នេះហើយអរគុណសម្រាប់ការតាមដានស្ដាប់បាទកុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតបាទចុះថ្ងៃនេះយើងជួបគ្នាប៉ុណ្ណឹងហើយយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ